ជាសេចក្តីរាយការណ៍របស់ The New York Times The New York Times គឺបានឲ្យដឹងបន្ថែមទៀតអំពីករណីលោក Chen Xi ដោយបដោតទៅលើជ្រុងនៃប៉ូលីសកម្ពុជាបាទបើតាមសេចក្តីរាយការណ៍នេះបានឲ្យដឹងថាប៉ូលីសកម្ពុជាខាងអាជ្ញាធរកម្ពុជាបានប្រកាសថាគឺប្រកាសនៅថ្ងៃពុធនេះថាខ្លួនបានចាប់ខ្លួននិងធ្វើបច្ចុប្បន្នជនបរិសម្នាក់ឈ្មោះ Chen Xi ហ្នឹងដែលជាមហាសេដ្ឋីដែលមានប្រាក់$1000 លានបាទហើយនឹងទៅបានគេសង្ស័យថាជាអ្នកដែលធ្វើប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមអនឡាញហ្នឹងឲ្យទៅប្រទេសចិនដែលបរិសុទ្ធនេះគឺត្រូវបានសហរដ្ឋអាមេរិកតាមរកចាប់ខ្លួនតាក់ទងជាមួយនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌបាទបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃរបស់កម្ពុជាហ្នឹងគឺក្រៅតែពីលោក Chen Xi ហ្នឹងក៏មានជនជាតិចិនចំនួន2នាក់ផ្សេងទៀតផងដែរដែលខាងប្រទេសកម្ពុជាបានចាប់ឃាត់ខ្លួនហើយបានបញ្ជូនចេញពីប្រទេសកម្ពុជាទៅប្រទេសចិនបន្ទាប់ពីមានការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែតាមសំណើរបស់អាជ្ញាធរចិនហើយគឺលោកនៅក្នុងអត្ថបទនេះគាត់ថាលោក Chen Xi ហ្នឹងគឺមានសញ្ជាតិ2ណាមានសញ្ជាតិកម្ពុជាផងមានសញ្ជាតិចិនផងក៏ប៉ុន្តែជាបើតាមសេចក្តីរាយការណ៍កន្លងមកគឺការពិតគាត់មានសញ្ជាតិកម្ពុជាហើយមានសញ្ជាតិអង់គ្លេសទៀតហើយគាត់បានលះបង់សញ្ជាតិចិនចោលហ្នឹងបើតាមសេចក្តីរាយការណ៍ផ្សេងណាបាទអញ្ចឹងខ្ញុំជូនតាមអ្វីដែលសេចក្តីរាយការណ៍បានបញ្ជាក់ប៉ុណ្ណេះទេហើយក៏ប៉ុន្តែសេចក្តីរាយការណ៍នេះក៏ឲ្យដឹងថាសញ្ជាតិកម្ពុជារបស់លោក Chen Xi ហ្នឹងត្រូវបានបាទលុបចោលធ្វើមុខភាពកាលពីខែធ្នូកន្លងទៅនេះផងដែរនេះបើយោងតាមការបញ្ជាក់របស់ខាងអាជ្ញាធរកម្ពុជាហើយលោក Chen Xi ហ្នឹងប្រិមត្តបានដឹងហើយគឺជាប្រធាននៃក្រុមហ៊ុន Prince Holding Group នៅប្រទេសកម្ពុជាបាទលោកត្រូវបានខាងសហរដ្ឋអាមេរិកនេះចោទប្រកាន់ដោយក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកគឺចោទប្រកាន់កាលពីខែតុលាកន្លងទៅនេះពាក់ព័ន្ធជាមួយនឹងការធ្វើប្រតិបត្តិការឆបោកតាមអនឡាញហើយខាងប្រទេសអង់គ្លេសនោះក៏បានចោទប្រកាន់គាត់នឹងផងដែរណាថាគាត់នឹងបានធ្វើដំណើរប្រតិបត្តិការបណ្ដាញអកតកម្មដែលឆបោកប្រាក់អស់ជាច្រើនហើយបើតាមសេចក្តីរាយការណ៍នេះហ្នឹងគឺលោក Chen Xi នេះគឺមានទៅបានសហរដ្ឋអាមេរិកនឹងរឹបអូសទ្រព្យសម្បត្តិរបស់គាត់ដែលមានតម្លៃប្រមាណជា$14,000 លាន$14,000 លានតែតាក់ទងជាមួយនឹងប្រតិបត្តិការរបស់គាត់ហ្នឹងហើយទៅបានចោទប្រកាន់បាទសហរដ្ឋអាមេរិកកំពុងតាមរកចាប់ខ្លួនផងដែរហើយរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកចោទថាគឺមានពលរដ្ឋអាមេរិកប្រមាណជា250នាក់ដែលជាជនរងគ្រោះដែលខាត់បង់ប្រាក់អស់រាប់លានដុល្លារហើយក្នុងនោះមានម្នាក់គឺអស់ប្រាក់ម្នាក់ឯងរហូតដល់$40,000បាទតាមរយៈការទិញរូបិយប័ណ្ណ crypto ហើយគឺនៅក្នុងឆ្នាំ2024តែមួយហ្នឹងគឺពលរដ្ឋអាមេរិកបាត់បង់ប្រាក់អស់ប្រមាណជា$10,000 លានដោយសារតែបណ្ដាញឆបោកនៅតំបន់អាស៊ីអាគ្នេយ៍នេះបើយោងតាមក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកហើយបើតាមសេចក្តីរាយការណ៍បានតាក់ទងទៅខាងសហរដ្ឋអាមេរិកដែរក៏ប៉ុន្តែខាងរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកមកដល់ពេលនេះគឺមិនទាន់ឆ្លើយតបនឹងអត្ថាធិប្បាយយ៉ាងណាអំពីករណីនឹងទេពីព្រោះអីខាងសហរដ្ឋអាមេរិកត្រូវការនាំលោក Chen Xi នឹងដើម្បីមកកាត់ទោសនៅសហរដ្ឋអាមេរិកក៏ប៉ុន្តែឥឡូវនេះបានបញ្ជូនទៅប្រទេសចិនហើយខាងសារព័ត៌មានក៏បានតាក់ទងទៅខាងស្ថានទូតចិនខាងអាជ្ញាធរចិនដែរក៏ប៉ុន្តែខាងចិនមិនទាន់បានឆ្លើយភ្លាមនៅឡើយទេបាទតាក់ទងជាមួយនឹងលោក Chen Xi ហើយនឹងក៏ដូចជាជនជាតិចិន2នាក់ផ្សេងទៀតដែលខាងក្រសួងមហាផ្ទៃរបស់កម្ពុជាបានបញ្ជាក់ឈ្មោះថាស៊ូជីលៀងនិងឆៅជីវុយបាទឈ្មោះ2នាក់ហ្នឹងបាទអញ្ចឹងនេះគឺជាដំណើររឿងតាក់ទងជាមួយនឹងការចាប់ខ្លួននិងធ្វើបច្ចុប្បន្នលោក Chen Xi បាទទៅប្រទេសចិនវិញបាទបើមានព័ត៌មានអ្វីប្លែកពីឬក៏ថ្មីពីសហរដ្ឋអាមេរិកបានខ្ញុំនឹងជម្រាបជូនបន្ថែមទៀតបាទគឺប្រិមិត្តមានអ្នកសួរខ្ញុំនៅតាម Facebook បាទគាត់សួរដឹងជាគាត់សួរលេងសួរមែនបាទតែខ្ញុំឃើញសំណួរគាត់ខ្ញុំជាអស់សំណើចតែខ្ញុំបានឆ្លើយដែរគាត់ថាចឹងសុំលុយដែល Gen Z បោកគេបាននឹងយកទៅមកជួយអភិវឌ្ឍកម្ពុជាបានទេខ្ញុំអស់សំណើចអត់បានទេលុយនឹងលុយរបស់ពលរដ្ឋអាមេរិកលុយរបស់ពលរដ្ឋនៅប្រទេសផ្សេងទៀតខ្ញុំធ្លាប់ឆ្លើយប្រហែលដងហើយបាទមិនអាចយកបានទេបាទបើយើងទៅសុំយកបានហ្នឹងមិន
មិនមែនយកមកបាននេះគឺយើងទៅឆក់ប្លន់ពីពលរដ្ឋអាមេរិកដែលគ្នារងគ្រោះដោយសារ Gen Z នេះយើងទៅយកពីនឹងមកទៀតណាយើងទៅឆក់ប្លន់ពីពលរដ្ឋអាមេរិកហ្នឹងយើងជាជនល្មើសវិញហើយបាទចាគេមិនអញ្ចឹងទេបាទហើយកន្លងមកហ្នឹងគឺលុយហ្នឹងបាទលុយហ្នឹងអត់តាណាទេគឺលុយហ្នឹងនៅក្នុងធនាគារលុយនៅក្នុងធនាគារឥឡូវគេបកកសហរដ្ឋអាមេរិកបកកអញ្ចឹងរហូតដល់មានការសម្រេចយ៉ាងណាបញ្ជូនតាណាអីតាណានឹងរឿងផ្សេងណាបាទមានអ្នកសួរខ្ញុំអញ្ចឹងបាទបើជាគាត់សួរលេងក៏សួរមែនហ្នឹងឯងបាទគាត់ខ្ញុំឃើញសនួរខ្ញុំអស់ស្នាយដែរអត់បានទេណាកុំធ្វើអញ្ចឹងអីណាបាទអញ្ចឹងអរគុណច្រើនណាអរគុណច្រើនប្រិមិត្តដែលចូលរួមមកស្ដាប់ការចែករំលែកព័ត៌មាននេះមើលខ្ញុំសូមមើលសំណួរទីមើលគេលើមានសំណួរខ្លះអាចឆ្លើយបានបាទលើមើលគេអូខេឥឡូវសម្រាប់ព័ត៌មានចាប់តែប៉ុណ្ណេះណាបាទឥឡូវចូលសំណេះសំណាលលេងបន្តិចខានសំណេះសំណាលគ្នាយូរក៏ដាក់រូបចេះចូល Q&A បាទហើយអូខេហ្នឹងហើយអូខេឥឡូវបាទសូមសំណេះសំណាលលេងទីណាបាទសម្រាប់ប្រិមិត្តណាដែលចង់ដឹងព័ត៌មានគឺចាប់តែប៉ុណ្ណេះខ្ញុំសូមឆ្លៀតឱកាសនេះសូមសំណេះសំណាលលេងតិចបាទមីនីលោកកឹមសាងគាត់ថាអូលោតលឿនណាស់តើចាប់ទៅហ្មងបុญญាណជំរាបសួរលោកកឹមសេងខ្ញុំមានសំណួរតើរូបភាពគ្រប់ទីកន្លែងដែលថៃបានគ្រប់គ្រងនឹងពាត់របងលោកបន្លាថតបង្ហោះតាមលើបណ្ដាញសង្គមជារូបភាពពិតឬអ្នកកាសែតខាងរដ្ឋាភិបាលថា AI ខ្ញុំតាមដានមើលទៅឃើញថាមិនមែនទេឬបាទនិយាយត្រង់ខ្ញុំឃើញរូបនឹងគេបង្ហោះយ៉ាងដែរឃើញប៉ុន្តែដូចជាសារព័ត៌មានជាផ្លូវការរបស់ខាងថៃដូចជាមិនបានឃើញទេបាទឃើញតែតាមបណ្ដាញសង្គមដែរមិនដឹងជាកម្រិតនឹងវាប៉ុណ្ណានិយាយដោយត្រង់នឹងខ្ញុំនិយាយដោយត្រង់គឺខ្ញុំមិនឃើញសារព័ត៌មានរបស់ថៃក៏ឃើញមួយដែរប៉ុន្តែមិនជាច្រើនដូចដែលរូបដែលគេតាមបណ្ដាញសង្គមទេអញ្ចឹងខ្ញុំមិនអាចនិយាយបានដែរកន្លែងហ្នឹងណាបាទអធិស្ឋានបើដឹងខ្ញុំនឹងជម្រាបជូនបាទបុญญาณមិនណាគេអ្នកតាមដានព័ត៌មានថាដាក់គោលដៅទិញសន្សំសំចៃទិញឲ្យបានពីទិញអីគេនោះ200គ្រឿងឆ្នាំទី1លើកទី2 J10C និងដ្រូនខ្នាតធំ2គ្រឿងជួន2គ្រឿងដូចឆ្នាំទី1ទិញអូគាត់សរសេរដូចមកកណាត់មានអូនេះពីលើមកហ៎គាត់ថាបើយើងគ្មានលទ្ធភាពទិញយន្តហោះចម្បាំងចូលម្ដងច្រើន3គ្រឿងដូចវៀតណាមនិងឥណ្ឌូនេស៊ីយើងទិញលក្ខណៈសន្សំអូបាទបាទពាក្យថាយន្តហោះចម្បាំងមិនមែនដូចយន្តហោះស៊ីវិលទេបាទមិនហើយដូចយន្តហោះស៊ីវិលទេយន្តហោះចម្បាំងបើតាមខ្ញុំដឹងវាមានការហាត់វឹកវើបាទការហាត់វឹកវើហ្នឹងគឺសូម្បីតែខាងអ៊ុយក្រែនដែលជាពីឡុតពិសេសយន្តហោះចម្បាំងហ្នឹងគាត់ណាដូរពីយន្តហោះ MiG មកបើកយន្តហោះ F16 ហ្នឹងក៏ត្រូវមកហាត់នៅអាមេរិកហ្នឹងគឺមួយឆ្នាំជាងដែរនោះពួកបកែឲ្យគេរៀន intensive course គឺរៀនវគ្គខ្លាំងណាស់ណា6ខែទៅ1ឆ្នាំដែរបាទតាមធម្មតាគាត់ថាស្តង់ដារគេ2ឆ្នាំសម្រាប់អ្នកចេះហើយអញ្ចឹងដូច្នេះការទិញយន្តហោះហ្នឹងលោកជួយតាមដានហ្នឹងគឺមិនមែនតែមានលុយចេះទិញមកបានទេយើងត្រូវបង្កើនសមត្ថភាពបាទសមត្ថភាពអ្នកបើកនឹងផងដែរត្រូវជ្រើសរើសយ៉ាងម៉េចអាហ្នឹងទី1ណាសមត្ថភាពអញ្ចឹងវាទៅទី1ទៅមានថវិកាទិញណាអាហ្នឹងវាមួយហើយបាទប៉ុន្តែហ្នឹងវាមិនជារឿងសំខាន់អីប្រហែលពេលខ្លះអាចនឹងបេះបោចពីនេះពីនោះមកទិញបានបាទក៏ប៉ុន្តែទី2សមត្ថភាពអ្នកបើកហ្នឹងតែយើងបណ្ដុះបណ្ដាលគាត់មិនតែយើងអាចរកអ្នកបើកបរដែលមានសមត្ថភាពបានយ៉ាងម៉េចអីមិនប៉ុណ្ណាបាទអញ្ចឹងណាហើយជួនកាលមិនមែនចេះតែមានសមត្ថភាពបើកយន្តហោះចម្បាំងនឹងបានទេបាទហើយពេលដែលបើកយន្តហោះចម្បាំងមិនមែនចេះតែបើកឡើងឲ្យចុះដូចយន្តហោះស៊ីវិលទេគឺត្រូវមានកិច្ចកង់ទម្លាក់មានបើកកិច្ចក្របកិច្ចអីហ្នឹងបាទនិយាយរួមចម្បាំងគ្នាពីព្រោះតែបើកមិនស្រួលដូចមេបញ្ជាការអាមេរិកមួយគាត់និយាយគាត់ផ្ទះយន្តហោះគាត់ប្រាប់ពីឡុតគាត់ផ្ទះខ្នងពីឡុតគាត់ផ្ទះយន្តហោះគាត់ថា this cost $35 million boy គាត់ថាអាហ្នឹង$35 millionណាចឹងគាត់ចង់និយាយថាបើក
ក្នុងកុននេះណាក្នុងកុននេះគាត់ចង់ប្រាប់ទាហានរបស់គាត់ឲ្យប្រយ័ត្នបើប្រយ័ត្នហើយកុំឲ្យស្លាប់គាត់ថាហ្នឹង this cost $35 million boys but your life is more important គាត់ថាអាហ្នឹង$35 millionណាប៉ុន្តែជីវិតឯងសំខាន់ជាងហ្នឹងអញ្ចឹងបានន័យថាទៅប្រយុទ្ធហ្នឹងមកវិញកុំឲ្យខូចយន្តហោះផងកុំឲ្យអស់ជីវិតនឹងផងបាទពីរហ្នឹងមានតម្លៃដូចគ្នាអញ្ចឹងដូច្នេះគឺបើយើងគាត់ហោះឡើងចុះហ្នឹងគឺរឿងស្រួលទេបាទប៉ុន្តែដល់ពេលហោះចម្បាំងរឿងផ្សេងណាបាទហើយទី3គឺ maintenance maintenance ហ្នឹងគឺលុយក៏ច្រើនដែរបាទទិញហ្នឹងគឺមានម៉ោងទៅហោះប៉ុណ្ណាម៉ោងហាត់ពឹងបើចំណាយនឹងច្រើនណាចំណាយណាពួកយន្តហោះចម្បាំងហោះមកវូបហ្នឹងទាំងអស់សាំងប្រហែលអស់ច្រើនតាមចំណឹកអស់ច្រើនអញ្ចឹងមានរឿងច្រើនណាបាទវាត្រូវការពេលវេលាក៏ប៉ុន្តែបាទយ៉ាងណាក៏ដោយដោយប្រិមិត្តបាទគាត់សួរថាត្រូវធ្វើយ៉ាងម៉េចខ្ញុំថាបាទគួរតែវិនិយោគបាទគួរតែវិនិយោគដែរតែទៅលើអ្វីដែលជាអតិភិបរបស់ខាងកម្ពុជាគាត់មើលឃើញអានឹងរឿងរបស់គាត់ទេប៉ុន្តែជារឿងមួយដែលត្រូវតែប្រយ័ត្នប្រយែងដែរបើអញ្ចឹងណាបាទពីព្រោះអីជួនកាលនៅក្នុងពេលកន្លងមកដូចខ្ញុំធ្លាប់បាននិយាយអញ្ចឹងគឺពេលដែលអន្តរជាតិនៅផ្ដល់ជំនួយអភិវឌ្ឍយើងច្រើនហើយថែមទាំងជួយបរិភាគទៅលើប្រាក់ខែរបស់មន្ត្រីរាជការនោះគឺមានការកំហិតមិនឲ្យយើងចំណាយខ្លាំងមិនឲ្យកម្ពុជាចំណាយខ្លាំងទៅលើវិស័យយោធាអីចឹងណាប៉ុន្តែឥឡូវហើយជាការកំហិតហ្នឹងมันមានទៀតទេអញ្ចឹងយើងអាចធ្វើយ៉ាងណូចបានហើយនិយាយត្រង់ទៅមានអ្នកខ្សឹបប្រាប់ខ្ញុំឲ្យអានមើលតែខ្ញុំចង់និយាយខ្ញុំចង់និយាយប៉ុន្តែក៏ខ្ញុំនិយាយចេះវិញមិននិយាយតាមអ្នកចង់ឲ្យខ្ញុំនិយាយឲ្យអានខ្ញុំនិយាយចេះវិញបាទមើលសហរដ្ឋអាមេរិកបាទខ្ញុំនិយាយមើលសហរដ្ឋអាមេរិកពេលដែលខាងក្រសួងការពារជាតិសេតែវាមានដាក់ទៅសុំថវិកាយោធាហ្នឹងតែ$800 លានទេសម្រាប់ឆ្នាំសារពើពន្ធ2025-26ហ្នឹងក៏ប៉ុន្តែសភាអនុម័តឲ្យជាង$900 លានបាទអញ្ចឹងសភាទាំងពីរហ្នឹងគឺអនុម័តឲ្យបានច្រើនអញ្ចឹងគឺដូច្នេះគាត់អ្នកដែលគាត់ចង់ឲ្យនិយាយហ្នឹងថាគឺទាំងគណៈបកប្រឆាំងក៏ដោយគណៈបកកណ្ដាលក៏ដោយក្នុងពេលកន្លងមកតើខ្លួនឯងបានចូលរួមចំណែកយ៉ាងណានៅក្នុងការអនុវត្តថវិកាសម្រាប់ក្រសួងការពារជាតិនឹងបើខ្លួនមិនដែរបានអនុវត្តទេក៏រិះគន់យោធាគាត់និយាយចឹងណាបាទខ្ញុំមិនចង់និយាយឲ្យជិតធ្ងន់ដូចគាត់ចឹងទេបាទគាត់ថាមើលសហរដ្ឋអាមេរិកទៅបាទមើលសហរដ្ឋអាមេរិកចឹងមុននឹងយើងរិះគន់វិស័យយោធារបស់ប្រទេសណាមួយយើងសួរខ្លួនឯងវិញថាពេលដែលយើងនៅជាសមាជិកសភាតើយើងបានចូលរួមអនុម័តថវិកាទៅលើវិស័យយោធាឬទេបាទខ្ញុំនិយាយចឹងវិញណាបាទកុំឲ្យធ្ងន់ដូចគាត់និយាយធ្ងន់ជាងហ្នឹងបាទអញ្ចឹងលោកបាទបងអូនតាមដានគាត់និយាយដល់រឿងគាត់និយាយលេងតិចទៅបាទសូមអធិស្ឋានណាបាទខ្ញុំជជែកលេងទេបាទមានអ្នកណាគាត់ធ្វើខមមិនខ្ញុំឃើញខមមិនគាត់ច្រើនណាបាទមានអ្នកណាទៀតទេមើលអ្នកណាគេនេះបងកំសីខ្ញុំសូមដូរឈ្មោះឲ្យដាក់ពេជ្រនិលស្មោះស្នេហ៍វិញឲ្យបងអ្នកណាគេនេះច័ន្ទលោកច័ន្ទថាទៅស្មោះស្នេហ៍អីពេជ្រនិលនៅវិញខ្ញុំធ្លាប់ទៅលឺសូគេថាពេជ្រនិល3 7ទាំងព្រឹកតែស្អីទៅឯងពេជ្រនិលស្មោះស្នេហ៍វិញនិយាយលេងណាបាទអូខេអស់ហើយមើលនៅខាងកតុយបាទខាងកតុយFutura everything បញ្ហាចំនួនខ្មែរថៃនេះខាងកម្ពុជាបានដាក់បណ្ដឹងទៅ ICJ ឬនៅបងបាទបើតាមប្រភពខាងពីរដ្ឋាភិបាលលោកថាលោកបានដាក់ហើយបាទនឹងជាប្រភពពីខាងរដ្ឋាភិបាលណាបាទយើងគាត់បាននិយាយអញ្ចឹងគឺយើងអត់មានប្រភពអីឆែកក្រៅពីហ្នឹងខ្ញុំលឺបាទខ្ញុំលឺសូនៅតែមានអ្នកដែលចោទសួរសំណួរអញ្ចឹងច្រើនដែរបាទសង្ស័យអញ្ចឹងប៉ុន្តែខាងរដ្ឋាភិបាលខ្ញុំលឺឃើញខាងជាពិសេសលោកបូណាអ្នកនាំពាក្យលោកបានបញ្យល់ច្រើនថាបានដាក់ឲ្យអញ្ចឹងហើយគាត់មិនអាចនឹងផ្ដល់បញ្ហាលម្អិតអីណាគ្រប់ជំហានអីបានអញ្ចឹងបាទដូច្នេះយើងអត់មានអីបើកាលណាអ្នកណាមានអីផ្ទៀងផ្ទាត់ទៀតនឹងទៅលើប្រិមិត្តដូចខ្ញុំអត់មានប្រភពអីណាដែលខ្ញុំអាចសួរទៅខាង ICJ អីចឹងដែរណាពីព្រោះនិយាយត្រង់បើសិនជាខ្ញុំនៅផ្សាយជាអ្នកសារព័ត៌មានដូចមុនខ្ញុំអាចសួរទៅ ICJ បានបាទអញ្ចឹងអ្នកសារព័ត៌មានមួយចំនួនគួរតែសួរទៅបើសិនណាជាបើថាមិនជឿអ្វីខាងរដ្ឋាភិបាលលោកបកស្រាយហ្នឹងណាបាទគួរតែសួរទៅបើឲ្យបានច្បាស់ប៉ុន្តែខ្ញុំអត់មានលទ្ធភាពដែលធ្វើចឹងទៀតទេបាទដូចខ្ញុំនិយាយចឹងគឺការចែករំលែកព័ត៌មាននេះគឺ
ជាការយកពីសារព័ត៌មានផ្សេងៗមកផ្សាយចែករំលែកហើយនឹងអត្ថាធិប្បាយបន្ថែមខ្លះវាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេបាទខ្ញុំជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេបាទអញ្ចឹងខ្ញុំអត់មានលទ្ធភាពដែរណាលោកពូរ៉ាបាទពូរ៉ាបាទខ្ញុំអត់មានលទ្ធភាពដែរតែខ្ញុំខាងរដ្ឋាភិបាលលោកមានប្រសាសន៍អញ្ចឹងបាទដូច្នេះរឿងវាយ៉ាងម៉េចយើងអត់ដឹងដែរណាបាទខ្ញុំជឿថាវាគ្មានប៉ុន្តែចំហខ្ញុំថាវាគ្មានហេតុផលអ្វីដែលរដ្ឋាភិបាលលោកទៅកុហកទៅលើបញ្ហាហ្នឹងទេវាអត់មានចំណេញអ្វីមកវិញទេក៏ប៉ុន្តែគាត់ថានីតិវិធីនៃដំណើរការនៅកន្លែងហ្នឹងគឺវាស្មុគស្មាញប៉ុណ្ណាវាចំណាយពេលប៉ុណ្ណាខ្ញុំអត់ដឹងដែរនិយាយត្រង់ខ្ញុំដូចដែលខ្ញុំធ្លាប់បានជម្រាបប្រិមិត្តកន្លងមកបើកណ្ណាអ្វីដែលខ្ញុំមិនចេះខ្ញុំមិនទៅ Google ហើយយកមកនិយាយដូចចេះទេបាទអ្វីដែលមិនមែនជំនាញរបស់ខ្ញុំអត់និយាយមែនដូចរឿងមុននឹងទេដែលខ្ញុំនិយាយរឿងតាក់ទងប៉ូលីសហ្នឹងគឺខ្ញុំមាន license ខ្ញុំមានសញ្ញាបត្រហើយខ្ញុំមាន license សម្រាប់កាន់ហ្នឹងតែម្ដងដូច្នេះខ្ញុំអាចនិយាយបានបាទខ្ញុំទម្លាប់អញ្ចឹងបើរឿងប៉ូលីសតែធ្វើមិនអីប្រើប្រាស់អាវុធអីមិនខ្ញុំមាន license ខ្ញុំអាចនិយាយបានមិនអញ្ចឹងណាបាទតែរឿងច្បាប់ដំណើរការ ICJ យ៉ាងម៉េចខ្ញុំអត់ចេះបាទខ្ញុំអត់ចេះខ្ញុំមិនហ៊ាននិយាយដែរណាបាទតែដូចដែលខ្ញុំនិយាយមុននឹងតិចខ្ញុំនិយាយម្ដងទៀតបើសិនជាខ្ញុំនៅផ្សាយដូចនៅ VOA កន្លងមកខ្ញុំនឹងទូរស័ព្ទទៅតាក់ទងទៅ ICJ ហ្នឹងឲ្យគេ confirm ថាដាក់ឬមិនដាក់អីចឹងទៅបាទប៉ុន្តែនៅពេលនេះគឺខ្ញុំគ្មានលទ្ធភាពទេបាទចឹងសង្ឃឹមថាខ្ញុំអាចឆ្លើយសំណួរបានប៉ុណ្ណឹងដោយមិនកិច្ចវេះទេបាទនរណាគេទៀតអូខេលើបន្តិចមកដើម្បីឲ្យ fair ម៉ៅពុទ្ធីក៏ថាដើម្បីធ្វើទំនើបកម្មវិស័យការពារជាតិទៅការថវិកាជាច្រើនដោយចំណូលជាតិរបស់យើងមានកំណត់តើរដ្ឋយើងអាចធ្វើមូលនិធិឲ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគតាមសទ្ធាក្នុងវិស័យការពារជាតិដោយចូលរួមជាមួយរដ្ឋាភិបាលបានដែរឬទេបាទសំណួរនឹងល្អមែនតើពីព្រោះនេះមិនមែនជារឿងចម្លែកទេយើងមើលករណីអ៊ុយក្រែនចឹងដែរករណីអ៊ុយក្រែនគឺប្រជាពលរដ្ឋគាត់ចូលរួមចំណែករៃលុយទិញដ្រូនទិញអីចឹងមែនបាទមានចឹងមែនណាបាទគឺនៅចាំបាននេះបាទទៅត្រឡប់ទៅមើលរឿងអ៊ុយក្រែនឡើងវិញណាមានទាំងអ្នកដែលធ្វើមូលនិធិទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសដើម្បីទិញដ្រូនឲ្យរដ្ឋាភិបាលតែមកទៅទិញនៅទូគីអ្នកខ្លះប្រមូលលុយបានហើយទៅទិញនៅទូគីក្រុមហ៊ុនទូគីគេអាណិតហ្នឹងគេបន្ថែមឲ្យទៀតបាទគេយកខ្លះគេមិនយកគេបន្ថែមឲ្យទៀតគេអាណិតពេកនោះបាទហ្នឹងហើយនឹងក៏មានអ្នកខ្លះហ្នឹងចូលរួមធ្វើជាការដេកក៏ឲ្យកងទ័ពដេអីនោះបាទច្រើនបាទមានការចូលរួមច្រើនតែឥឡូវនេះដូចជាថយទេដោយសារតែអន្តរជាតិគេបានចូលពេលហ្នឹងដំបូងអ៊ុយក្រែនគាត់អត់ទាន់មានអ្នកណាហ៊ានឲ្យរុស្ស៊ីគម្រាមរឿងថាហ៊ានឲ្យអាវុធទៅធនធ្ងន់ទៅអ៊ុយក្រែនគឺប្រៀបដូចជាឯណាចូលរួមប្រទេសនឹងចូលរួមសង្គ្រាមជាមួយរុស្ស៊ីដោយផ្ទាល់រុស្ស៊ីមានសិទ្ធិវាយអីណាម្នាក់ស្ទង់មើលចាំមើលប្រតិកម្មរុស្ស៊ីទៅណាអត់ទាន់ហ៊ានឲ្យពេលហ្នឹងរុស្ស៊ីhunting free មកគេថាបាញ់មកស្រឡាញ់មកប្រព័ន្ធការពារដែនអាកាសក៏អត់មានអញ្ចឹងប្រជាពលរដ្ឋគាត់ចូលលុយហើយនឹងគឺរឿងជាក់ស្ដែងដែលខ្ញុំផ្សាយតាំងពីរឿងនឹងកើតឡើងតាំងពីខែកុម្ភៈឆ្នាំ2022ឥឡូវជិតគ្រប់4ឆ្នាំហើយណាខែក្រោយនឹងគ្រប់4ឆ្នាំហើយណាបាទខ្ញុំដឹងរឿងច្បាស់អញ្ចឹងគឺបើប្រជាពលរដ្ឋធ្វើជាមូលនិធិអីខ្ញុំថាអត់ខុសទេក៏ប៉ុន្តែទៅប្រយ័ត្នចេះបាទតែប្រយ័ត្ននឹងខ្ញុំគាត់ឲ្យប្រយ័ត្នទៅវិញណាពីព្រោះរឿងនេះវាតាក់ទងជាមួយនឹងរឿងយោធាជាងតើតែយើងមានការរៀបចំត្រឹមត្រូវទៅសុំការអនុញ្ញាតពីខាងយោធាបើមិនអញ្ចឹងទេវាទៅជារឿងប្រមូលលុយបានទៅធ្វើរឿងអីប្រេះផ្ដាស់អានឹងអាចនឹងរងការចាប់ប្រកាន់អញ្ចឹងធ្វើយ៉ាងណាឲ្យវាស្របច្បាប់របស់ប្រទេសកុំឲ្យចេតនាល្អរបស់យើងនឹងវាទៅជារឿងមួយនាំទុកសោកដាក់ខ្លួនទៅវិញដោយដែលខ្ញុំបាននិយាយទៀតថារឿងពាក់ព័ន្ធនឹងរឿងសិទ្ធិមនុស្សជាធិបតេយ្យព្រៃឈើពុករលួយពួកនិយមអីបាទធ្វើសំណង់មិនមានគុណភាពអីនិយាយទៅបាទដើម្បីអប់រំស្ថាបនាគ្នាក៏ប៉ុន្តែរឿងប៉ះនឹងយោធាមួយខ្ញុំផ្ដាំទៀតកុំឲ្យសោះរឿងនោះមើលហាមកុំប៉ះឲ្យសោះបាទដូច្នេះបើប្រិមិត្តលោកពុទ្ធនីគាត់ថាចង់មានចេតនាអញ្ចឹងទោះបីជាប្រទេសគេធ្លាប់ធ្វើក៏ប៉ុន្តែត្រូវមានការអនុញ្ញាតឲ្យបានត្រឹមត្រូវណាហើយក្នុងពេលកន្លងមកដូចបើតាមខ្ញុំសិក្សាក្នុងពេលកន្លងមកនៅខាងអ៊ីស្រាអែលក៏គេធ្លាប់អញ្ចឹងដែរនៅពេលដែលមានចំនួនជាមួយនឹងប្លុកអារ៉ាប់ហ្នឹងគឺប្រជាពលរដ្ឋគេនៅក្រៅប្រទេសហ្នឹងគឺតម្រង់ជួរគ្នាយកថវិកាចូលរួមចំណែករហូតដល់រដ្ឋាភិបាលគេថាគ្រប់គ្រាន់ប៉ុណ្ណឹងគ្រប់គ្រាន់
ក៏មានដែរណាអញ្ចឹងដូច្នេះជាកំណត់ល្អបើកំណត់ល្អក៏ប៉ុន្តែត្រូវប្រយ័ត្នផងដែរទៅមានការអនុញ្ញាតឲ្យត្រឹមត្រូវណាបើគាត់រដ្ឋាភិបាលគាត់ថាអត់ទេយើងមិនទាន់ដល់កម្រិតហ្នឹងទេគឺអាចទៅកម្រិតជួយជាជីវភាពកងទ័ពអីចឹងអានឹងយើងធ្វើតាមហ្នឹងទូយ៉ាងខ្ញុំឃើញពលរដ្ឋមួយចំនួនរួមទាំងខ្ញុំផងដែរក៏ប៉ុន្តែបាទយើងជួយជាថវិកាទិញនេះទិញនោះបាទទិញស្បៀងបាទឬក៏អ្នកខ្លះឧបត្ថម្ភដល់ម៉ូតូអីជើងជូនគាត់អញ្ចឹងអ្នកខ្លះរត់ដល់ធ្វើផ្ទះជូនគាត់បាទនៅកម្រិតនឹងសិនទៅបាទបើកាលណាកម្រិតនឹងសិនទៅវាអាចនឹងឲ្យរដ្ឋាភិបាលគាត់មានថវិកាសម្រាប់ធ្វើអីផងដែរអាហ្នឹងវាអញ្ចឹងដែរណាបាទអញ្ចឹងដូច្នេះប្រយ័ត្នប្រយែងឆ្លៃនឹងបាទចេតនាល្អគេកត់សម្គាល់ក៏ប៉ុន្តែកុំធ្វើឲ្យមានរឿងរ៉ាវដាក់ខ្លួនបាទអញ្ចឹងកំណត់ល្អដែរលោកពុទ្ធនីណាបាទនឹងលោកបើជាស្រីប្រុសបាទស៊ីម៉េងគាត់សួរថាលោកពូតើថ្ងៃអនាគតអាចមានយន្តហោះអាមេរិកទេដោយសារលើមុនឃើញបន្ថែមកៅអី West Point និង Air Force Academy នេះគឺជាតម្រុយទេលោកពូនិយាយត្រង់អ្វីដែលវាស៊ីសងទៅលើខាងរដ្ឋាភិបាលកម្ពុជាលោកផ្ដល់អាទិភាពទៅលើអីដូចដែលខ្ញុំបាននិយាយពីខាងដើមអញ្ចឹងតែគាត់វិនិយោគទៅលើបញ្ហាវិញធនធានគាត់មានបណ្ណាអីលើបណ្ណាអានឹងគឺទៅលើរឿងគាត់ទេក៏ប៉ុន្តែសំណួរនេះល្អមែនតើបាទតាមមហាត់នៅសាលាអាមេរិកគឺចេះក្បួនអាមេរិកហើយហាត់នៅសាលាអាមេរិកចេះប្រើអាវុធអាមេរិកហើយហាត់បើកយន្តហោះអាមេរិកចេះបើកយន្តហោះអាមេរិកហើយចឹងធម្មតាត្រូវទិញផលិតផលរបស់អាមេរិកហើយបាទវាជារឿងមួយជាមនុស្សទេពីព្រោះយន្តហោះខ្ញុំមិនដែលដឹងក៏ប្រកាសគាត់តាមរយៈរឿងសង្គ្រាមនៅអ៊ុយក្រែនហ្នឹងគឺយើងដឹងថាអ្នកដែលធ្លាប់បើកយន្តហោះរុស្ស៊ីបាទចង់មកបើកយន្តហោះអាមេរិកតតែមករៀនឡើងវិញដែរអញ្ចឹងបើសិនជានិស្សិតយោធារបស់កម្ពុជាមករៀនប្រព័ន្ធបច្ចេកទេសអាមេរិកហើយបានន័យថាគាត់ស៊ាំជាមួយប្រព័ន្ធអាមេរិកហើយអញ្ចឹងដូចជាថ្ងៃក្រោយបើសិនជារដ្ឋាភិបាលលោកសម្រេចថាធ្វើយ៉ាងម៉េចអាហ្នឹងគឺអ្នកនឹងឯងជាអ្នកដែលក្រុមមុនគេហើយដែលចេះប្រើបដាបដារបស់ប្រព័ន្ធរបស់អាមេរិកហ្នឹងបាទអញ្ចឹងណាបាទដូច្នេះទៅជាសូជនីកបាទខ្ញុំនិយាយដោយតខ្ញុំថាបើកាលណាអាមេរិកឲ្យរៀនលើផ្នែកហ្នឹងគឺគាត់បើកច្រកឲ្យហើយបាទបើកច្រកឲ្យតែសំខាន់ពេលដែលទិញហ្នឹងតែគាត់មានលក្ខខណ្ឌយ៉ាងណាទៀតតម្រូវការយ៉ាងណាតែកម្ពុជាធ្វើបានតាមប៉ុណ្ណាអាហ្នឹងជារឿងរបស់កម្ពុជានៅពេលអនាគតដែរបាទអញ្ចឹងសំណួរនឹងល្អមែនតើបាទខ្ញុំយល់ឃើញចឹងបាទអស់ហើយអស់សំណួរបាទគោសុកគាត់សួរហេតុអ្វីទើបចាប់បញ្ជូននៅពេលនេះនឹងទៅបញ្ជូនទៅចិនវិញសូមបងជួយបកស្រាយរឿងនេះតាមការយល់ឃើញរបស់បងអូយបែបចង់សួររឿងចិនស៊ីហេតុអីចាប់ពេលហ្នឹងបាទនិយាយដោយត្រង់គឺខ្ញុំអត់ដឹងច្បាស់រឿងហ្នឹងប្រហែលដែរណាបាទពួកខ្ញុំក៏អត់តាមដានរឿងហ្នឹងច្បាស់លាស់ដែរអញ្ចឹងណាប៉ុន្តែដោយសារតែសួរយោបល់ខ្ញុំគឺខ្ញុំព្យាយាមឆ្លើយទៅតាមអ្វីដែលខ្ញុំដឹងទីទួយគឺបាទនៅតុលាការអាមេរិកចោទប្រកាន់អញ្ចឹងបើតាមធម្មតាគេចង់យកមកកាត់ទោសនៅខាងសហរដ្ឋអាមេរិកហើយអញ្ចឹងណាក៏ប៉ុន្តែថាតើតុលាការសហរដ្ឋអាមេរិកគាត់ផ្ញើដីកាចាប់ខ្លួននឹងទៅឲ្យកម្ពុជាអនុវត្តយ៉ាងម៉េចអាហ្នឹងគឺខ្ញុំអត់ដឹងដែរអញ្ចឹងណាតើមិនខ្ញុំមិនបានឃើញសេចក្តីដីកាស្ដីអំពីការបញ្ជូនដីកាឲ្យទៅខាងកម្ពុជាអនុវត្តការចាប់ខ្លួនបញ្ជូនមកអាមេរិកយ៉ាងម៉េចខ្ញុំអត់ដឹងដែរអញ្ចឹងណាបាទហើយតើខាងសហរដ្ឋអាមេរិកលោកនឹងអាចនឹងប្រើសិទ្ធិចាប់ជនសង្ស័យនឹងនៅពេលណាក៏ខ្ញុំអត់ដឹងដែរណាបាទហើយរឿងទៅបញ្ជូនទៅចិនហ្នឹងគឺបើយោងតាមព័ត៌មានដែលខ្ញុំចែកម្លែកមិញហ្នឹងគឺផ្អែកទៅលើក្រសួងមហាផ្ទៃរបស់កម្ពុជាហ្នឹងគឺបាទតាមសំណើរបស់ចិនបាទតាមសំណើរបស់ចិនតើចិនគាត់ឃើញថាចិនស៊ីហ្នឹងខុសយ៉ាងម៉េចអីយ៉ាងម៉េចបាទព័ត៌មាននេះយើងមានតិចតួចនៅឡើយបាទដែលខាងកម្ពុជាបានបញ្ចេញមកក៏តិចខាងចិនហ្នឹងក៏បញ្ចេញមកតិចបាទទើបតែដឹងរឿងហ្នឹងទេប៉ុន្តែរឿងដែលខ្ញុំភ្ញាក់ផ្អើលមែនតើដែលខ្ញុំចែករំលែកព្រឹកមិញដែរគឺប៉ុន្តែមិនដឹងវាមានតាក់ទងគ្នាប៉ុណ្ណាបាទខ្ញុំមិនកិច្ចវេះមិនឆ្លើយទេគឺពីព្រោះខ្ញុំបានផ្សាយព្រឹកមិញដែរគឺខាង Asia Financial គាត់បែរជាលេចចេញព័ត៌មានមួយដែលថា Gen Z ហ្នឹងគឺមានជាប់ពាក់ព័ន្ធគេសង្ស័យថាមានជាប់ពាក់ព័ន្ធធ្វើការជាមួយនឹងពួកចារកម្មរបស់ចិន
ដោយសារតែគាត់នឹងមានតំណែងជាមួយចារកម្មរបស់ចិត្តហ្នឹងទាំងនៅខ្មែរទាំងនៅប្រទេសក្រៅបាទហើយនឹងថែមទាំងទិញលំនៅឋានមួយចំនួននៅក្បែរស្ថានទូតរបស់សហរដ្ឋអាមេរិកទៀតតើព័ត៌មាននេះពិតប៉ុណ្ណាខ្ញុំអត់ដឹងដែរខ្ញុំទើបតែឃើញព័ត៌មានហ្នឹងនៅថ្ងៃនៅពេលព្រឹកមិញតែជាថ្ងៃនេះនៅសហរដ្ឋអាមេរិកហើយ Asia Financial ដែលគាត់ជាអ្នករាយការណ៍នឹងទៀតបាទប៉ុន្តែអ្វីដែលជាការចោទសួររបស់ខ្ញុំវិញនៅពេលដែលឃើញព័ត៌មានបែបហ្នឹងខ្ញុំសួរថា Asia Financial គាត់បានព័ត៌មានហ្នឹងពីណាមកបាទមិនមែនសុកចេញព័ត៌មានហ្នឹងមកបានអញ្ចឹងអាចមានការបង្ហើបពីមន្ត្រីណាមួយខាងសហរដ្ឋអាមេរិកឬក៏ពីខាងណាមួយអញ្ចឹងបានន័យថាប្រភពព័ត៌មានបែបនេះគឺសុទ្ធតែចេញពីមន្ត្រីខាងណាមួយដែលប្រភពដែលខាងសារព័ត៌មានហ្នឹងគាត់មិនបានបង្ហាញបាទមិនមែនសារព័ត៌មានពុបឡើងគាត់ហ៊ានផ្សាយអញ្ចឹងដូច្នេះក្រៅតែពីលើរឿង scam sẽ ទៅចេញរឿងនោះអាចជាអ្នកដែលពាក់ព័ន្ធនឹងការយកការពីសហរដ្ឋអាមេរិកអាមេរិករករឿងអីមិនខ្ញុំភាក់បើដែរនិយាយតខ្ញុំភាក់បើអញ្ចឹងដូច្នេះដូចតែខ្ញុំនិយាយព្រឹកមិញអញ្ចឹងរឿងនេះវាអាចទៅជាលើសពីអ្វីដែល scammer នឹងទៀតវាទៅជារឿងអីផ្សេងបើសិនដូចការផ្សាយនឹងមែនវាកាន់តែស្មុគស្មាញសង្ឃឹមថាអាចនឹងស្ថានទូតអាមេរិកឬក្រសួងការបរទេសអាមេរិកអីចេញសេចក្តីបដិសេធមកវិញថាអូ Asia Financial រាយការណ៍នឹងអត់ត្រូវទេគឺមិនដែលអាមេរិកមិនដែលសង្ស័យអញ្ចឹងឬក៏យ៉ាងម៉េចអានឹងយើងមិនដឹងដែរណាចាំមើលការវិវត្តនៅក្នុងរយៈពេលប្រហែលថ្ងៃនឹងទៀតបាទដូច្នេះរឿងនេះអញ្ចឹងបានខ្ញុំតែងតែនិយាយប្រាប់ប្រិយមិត្តថារឿងខ្លះពេលខ្លះយើងអត់ដឹងទេបាទដូចតែខ្ញុំបាននិយាយប្រហែលថ្ងៃមុនអញ្ចឹងអ្នកណាដែលអាចនឹងសហការរឿងនេះខ្ញុំដឹងច្រើនប៉ុន្តែអ្នកដែលមិនពាក់ព័ន្ធខ្ញុំដឹងតែអ្នកដែលមិនពាក់ព័ន្ធក៏ប៉ុន្តែគ្រាន់តែគេចំណេញពីស្ថានភាពហ្នឹងខ្ញុំដឹងអាហ្នឹងខ្ញុំដឹងបាទគឺអាហ្នឹងអត់មានទេបាទគាត់គេចំណេញពីស្ថានភាពហ្នឹងខ្ញុំដឹងតែបើរឿងអីផ្សេងទៀតអាហ្នឹងខ្ញុំអត់ដឹងជ្រើដល់ប៉ុណ្ណឹងទេបាទអញ្ចឹងដោយសរុបមកវិញកុសកបាទគឺខ្ញុំអត់ដឹងច្បាស់ដែរណាអត់ដឹងច្បាស់ដែរហើយតាមការយល់ឃើញរបស់ខ្ញុំគឺដោយសារតែប្រហែលជាខាងចិនគាត់ស្នើសុំមុនគឺខាងកម្ពុជាគាត់បញ្ជូនទៅតាមហ្នឹងឬក៏ជាការមួយដែលបើយោងតាមសារព័ត៌មានដែលខ្ញុំចែកម្លែកអំបញ្ញវិញនេះប៉ុន្តែខ្ញុំនិយាយអត់អស់មកខ្ញុំចែករំលែកអត់អស់គឺព័ត៌មានរបស់ខាងនេះបាទខាងនេះមិនមែនទេព័ត៌មាននេះបាទខាង New York Times គាត់រាយការណ៍ហ្នឹងគឺគាត់ថាគាត់ទៅសម្ភាសទេណាគាត់ទៅសម្ភាសអ្នកជំនាញទេបាទអញ្ចឹងគាត់ថាអ្នកជំនាញគាត់ថាការដែលកម្ពុជាធ្វើនេះគឺជាជំរឿនល្អគាត់និយាយចឹងវិញណាបាទគាត់ថាជាជំរឿនល្អពីព្រោះអីវាអាចនឹងបន្ធូរបន្ថយសម្ពាធពីខាងសហរដ្ឋអាមេរិកផងហើយអាចនឹងនៅរក្សាចំណងតាក់ទងបានជាមួយនឹងប្រទេសចិនពីព្រោះចិនក៏ត្រូវការជនសង្ស័យនឹងយកមកកាត់ទោសនៅក្នុងប្រទេសរបស់ខ្លួនដែរអញ្ចឹងអ្នកជំនាញគាត់និយាយថាវាអាចល្អជាជំរឿនដែរកម្ពុជាត្រូវតែធ្វើអញ្ចឹងបាទដូច្នេះដូចដែលខ្ញុំបាននិយាយអញ្ចឹងគឺការបញ្ចេញមតិរបស់អ្នកជំនាញនេះគ្រាន់ជាគំនិតរបស់គាត់ទេការពិតប៉ុណ្ណាគាត់មិនដឹងដូចដែលលោកកូសុកសួរខ្ញុំអញ្ចឹងសួរបងយល់យ៉ាងណាដែរអញ្ចឹងណាបាទយល់យ៉ាងណាដែរគឺខ្ញុំសូមដកសងមតិអ្នកជំនាញនឹងឡើងវិញបាទខ្ញុំមិនបានឃើញឈ្មោះគាត់ខ្ញុំមិនបានយកឈ្មោះប៉ុន្តែគាត់ជាសាស្ត្រាចារ្យគាត់និយាយចឹងថាជាជំរឿនដែលកម្ពុជាសម្រាប់នឹងល្អពីព្រោះឲ្យកុំឲ្យមានបញ្ហាអន់ចិត្តជាមួយចិនបាទនោះគឺជាមតិរបស់គាត់ទេបាទអញ្ចឹងបាទអូមានសំណួរមួយពីបាទពន្លកសោមលោកប្លុកខានសួរយូខានជួបលោកប្លុកយូលោកប្លុកគាត់នៅណាចេះមើលសំណួរនៅណាប្លុកសោមអូខេនេះប្លុកបាទលោកប្លុកគាត់សួរថាតើកម្ពុជាគួរធ្វើបែបណាបើថៃរកលេសមិនចូលប្រជុំរហូតដល់អញ្ចឹងបងតើអាចទេថាថៃពន្យាពេលរហូតដល់បោះឆ្នោតរួចបាទសំណួរនឹងល្អមែនតើគឺដូចដែលខ្ញុំបាននិយាយម្សិលមិញអញ្ចឹងគឺកម្ពុជានៅតែអាហ្នឹងគឺខ្ញុំនិយាយចែកចេញជាពីរទី1ដែលខ្ញុំនិយាយឡើងវិញនៅពីម្សិលមិញគឺថៃគាត់រកលេសគ្រប់យ៉ាងដើម្បីពន្យាថៃគាត់ធ្វើសកម្មភាពកើនគ្រប់យ៉ាងចឹងអ្វីដែលជាការព្រួយបារម្ភរបស់ខ្ញុំដូចខ្ញុំបាននិយាយផ្សេងមិញខ្ញុំខ្លាចតែកម្ពុជាអស់ការអត់ធ្មត់ពីព្រួយមកដល់ម៉ោងនេះកម្ពុជាមានហេតុផលគ្រប់គ្រាន់ទាំងអស់ទាំងផ្លូវច្បាប់ទាំងផ្នែកយោធាដើម្បីការពារខ្លួនបាទ
តែយើងធ្វើមិនធ្វើកម្ពុជាអស់ការអត់ធ្មត់អាហ្នឹងរឿងមួយវាមិនល្អខាត់ឡើងប៉ុន្តែជាជំហររបស់ខ្ញុំដោយផ្ទាល់តែម្ដងដោយតាំងពីខាងដើមខ្ញុំនៅតែចង់ឲ្យកម្ពុជារក្សាការអត់ធ្មត់ដដែលបាទមិនចង់ឲ្យមានរឿងរ៉ាវកើតឡើងទេដូច្នេះយើងឃើញថាការប្រយុទ្ធគ្នា3សប្តាហ៍កន្លងមកនេះយើងឃើញអ្នករងអ្នកស្លាប់ឬយុទ្ធជនដែលស្លាប់ហ្នឹងគឺយើងឃើញហើយក្រុមគ្រួសារគាត់ជួបការលំបាកយ៉ាងម៉េចគឺគាត់ទុក្ខសោកយ៉ាងម៉េចមកយើងឃើញហើយណាអញ្ចឹងការស្លាប់ហ្នឹងមិនជារឿងមួយគួរជាទីរីករាយឬបាទនោះទេអញ្ចឹងដូច្នេះសម្រាប់ខ្ញុំថាកម្ពុជាគួរបន្តរក្សាការអត់ធ្មត់បាទបើទោះបីជាកម្ពុជាមានគ្រប់ហេតុផលនឹងចាត់វិធានការទៅតាមច្រកណាក៏បានដែរអន្តរជាតិក៏ឃើញច្បាស់ដែរបាទតាមរយៈផុសតាំងដែលកម្ពុជាបានបង្ហាញហ្នឹងចំណុចទី2គឺខ្ញុំឃើញថាអ្វីដែលថ្លៃធ្វើហ្នឹងគឺបាទលក្ខណៈជារឿងការបោះឆ្នោតនឹងច្រើនជាងពីព្រោះអីលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃហ្នឹងគាត់និយាយតែម្ដងគាត់ថាគឺការជួបចរចាជាមួយនឹង JBC គណៈកម្មការព្រំដែននេះហ្នឹងគឺបាទនឹងទៅបញ្ជាពេលរហូតដល់បាទរដ្ឋាភិបាលថ្មីកើតឡើងក្រោយការបោះឆ្នោតឃើញទេទោះបីជាខាងកម្ពុជាលោកបានបដិញ្ញាម្សិលមិញខ្ញុំឃើញខាងកម្ពុជាលោកបាននិយាយថាទោះបីជាយ៉ាងណាក៏ដោយគឺគាត់នៅបន្តការងារហ្នឹងបាទប៉ុន្តែតើបន្តដល់កម្រិតណាអាចធ្វើកម្រិតណាក៏យើងរងចាំមើលគាត់ដែរតើរឿងនេះយ៉ាងម៉េចប៉ុន្តែខ្ញុំយល់ស្របជាមួយលោកប្រឡូកបាទដូចតែខ្ញុំបាននិយាយលេងម្សិលមិញអញ្ចឹងសង្ឃឹមថាមិនមានអ្នកអន់ចិត្តនឹងពាក្យដែលខ្ញុំនិយាយលេងម្សិលមិញលេងដូចមែនខ្ញុំថាថៃកំពុងតែខ្ចីដីកម្ពុជាដើម្បីធ្វើការឃោសនាហើយថៃហ្នឹងគឺចង់និយាយសំដៅពួកយោធាហ្នឹងគឺកំពុងតែខ្ចីដីរបស់កម្ពុជាដើម្បីធ្វើការឃោសនាពីព្រោះអីបាទផែនទីខ្លួនឯងគូឯកតោភាគីក៏ដោយផែនទីដែលបន្សល់ពីសម័យអាណានិគមបារាំងក៏ដោយក៏អត់មានចូលមកដល់តំបន់ដែលកម្ពុជាបានបង្ហាញនឹងទេប៉ុន្តែហេតុអីបែរថៃគាត់នៅធ្វើអញ្ចឹងបានទាំងអត់អៀនខ្មាស់នោះហើយនិយាយទាំងអត់អៀនខ្មាស់ទៀតហ្នឹងវាមានរបៀបរបស់គាត់គឺការបោះឆ្នោតនឹងឯងដែលខ្ញុំមើលឃើញតាំងពីដើមមកបាទដូច្នេះតែកម្ពុជាអត់ធ្មត់អនុញ្ញាតឲ្យថៃគាត់លេងរឿងហ្នឹងដល់ប៉ុណ្ណាឬក៏រៀបថៃបោះឆ្នោតមានរឿងអីកើតឡើងយ៉ាងម៉េចខ្ញុំមិនអាចទីបានដែរបាទប៉ុន្តែគាត់ថាខ្ញុំសង្ឃឹមថាកុំឲ្យមានរឿងអាក្រក់កើតឡើងខ្ញុំសង្ឃឹមថាកម្ពុជានឹងនៅតែរក្សាបានជំហរបាទរក្សាការអត់ធ្មត់ហ្នឹងពីព្រោះអីអ្វីដែលជារបស់យើងគឺនៅតែជារបស់យើងចឹងមិនអាចប្រើកម្លាំងមកពាត់បានចឹងទេបាទរដ្ឋាភិបាលថ្មីរបស់ថៃចេញមកចរចាយ៉ាងណាក៏ទៅឈរលើមូលដ្ឋានហ្នឹងដែរមិនមែនគូសផែនទីថ្មីឲ្យកម្ពុជាទទួលបានទេសូម្បីតែរបងផ្ទះយើងហ្នឹងបាទរបងផ្ទះយើងហ្នឹងមុននឹងសាងសង់ក៏សួរអ្នកជិតខាងដើម្បីអ្នកជិតខាងព្រមដែរមិនមែនជាទៅធ្វើបានទេបាទប្រទេសជិតខាងវាទៅតែចង់សម្បាច់គ្នាដោយបាទច្បាប់អន្តរជាតិនឹងឯងបាទនេះគឺជាអ្វីដែលខ្ញុំអាចនិយាយចឹងបានក៏ប៉ុន្តែខ្ញុំសូមបន្ថែមចំណុចនេះមួយផងដែរដោយតែចំណុចពីខាងដើមមុនចឹងគឺគណៈបកប្រឆាំងថៃគឺគណៈបកប្រជាជនថៃហ្នឹងណាបាទគឺបង្ហាញចំហស្របជាមួយរដ្ឋាភិបាលដែរក្នុងការបង្កើនការចំណាយខាងយោធារបស់គេគ្រប់គ្រងខាងរដ្ឋាភិបាលគេដែរអញ្ចឹងគឺថ្ងៃក្រោយទៅគឺខ្ញុំយល់ថាកម្ពុជាគួរតែគិតគូរពីបញ្ហាហ្នឹងដែរហើយទោះបីជាបាទអ្នកណាជាជាប់ជាគណៈបកប្រឆាំងបន្ថែមទៀតនៅកម្ពុជាក្រោយការបោះឆ្នោតអីក៏ដោយបាទគួរតែគិតរឿងហ្នឹងដែរដោយដែលពីគេប្រាប់ខ្ញុំឲ្យនិយាយចឹងគឺគាត់គេគឺអ្នកនៅមិត្តភក្តិខ្ញុំគាត់និយាយថាបាទបើសិនជាក្នុងពេលកន្លងមកខ្លួនមិនដែលបានអនុម័តជួយចូលរួមអនុម័តថវិកាសម្រាប់វិស័យយោធាទេខ្លួនគ្មានសិទ្ធិអ្វីមករិះគន់ទៅលើថាយោធាកម្ពុជាគ្មានសមត្ថភាពយោធាកម្ពុជាគ្មានសម្ភារៈគ្រប់គ្រាន់នោះទេពីព្រោះក្នុងពេលកន្លងមកពេលដែលយើងមានអាសនៈក្នុងសភាហ្នឹងតែយើងដែរចូលរួមអនុម័តថវិកានឹងម្ដងណាទេបើតែអត់ទេកុំបន្ទោសគេបាទគាត់និយាយអញ្ចឹងណាបាទអញ្ចឹងគាត់ថាថ្ងៃក្រោយគឺត្រូវគិតជាពិសេសគឺមើលគំរូរបស់សហរដ្ឋអាមេរិកវិស័យការពារជាតិគេដាក់ឆ្នាំហ្នឹងដាក់តែ800ជាងប៉ុន្តែអនុម័តឲ្យជាង900ទាំងពីរគណៈបកហ្នឹងតែម្ដងដើម្បីពង្រឹងវិស័យការពារជាតិរបស់សហរដ្ឋអាមេរិកហ្នឹងបាទអញ្ចឹងដូចជាវែងឆ្ងាយដែរណាបាទវែងឆ្ងាយអញ្ចឹងសូមអរគុណច្រើនបាទអញ្ចឹងជាថ្មីម្ដងទៀតដោយដែលរដងអ្វីដែលខ្ញុំនិយាយនេះគឺផ្អែកទៅលើចំណេះដឹងរបស់ខ្ញុំដែលទទួលបានពីការអានសារព័ត៌មាននេះទេបាទមិនមែនពិតមិនមែនត្រឹមត្រូវ 100% ទេបាទអញ្ចឹងគឺអាចមានអ្នកមានទស្សនៈផ្សេងហើយខ្ញុំឲ្យតម្លៃជានិច្ចអ្នកដែល
មានទស្សនៈផ្សេងពីខ្ញុំហើយបញ្ចេញយោបល់មកដោយសេចក្តីថ្លៃថ្នូរបាទបើកាលណាប៉ុណ្្នឹងវាមិនអាចដូចគ្នាទាំងអស់ទេសូម្បីតែយើងនៅក្នុងផ្ទះឬក៏ក្នុងតុវងញ៉ាំអីជាមួយគ្នាក៏ជជែកគ្នាមានមតិស្របមតិផ្ទុយនៅក្នុងពេញតុនឹងវល់ដែរអញ្ចឹងដូច្នេះមិនមែនខ្ញុំនិយាយមកគឺខ្ញុំត្រូវទាំងអស់ទេបាទអញ្ចឹងបានដឹងពីចំណុចហ្នឹងបានយើងអាចយកយល់គ្នាបានបាទអញ្ចឹងសូមអរគុណប្រិមិត្តសូមអរគុណសូមជម្រាបលា